ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Siyin Group រងការចោទប្រកាន់ថាជាមនុស្សគ្មានគុណធម៌ទៅលួងលោមអ្នកមិនចេះអក្សរឲ្យធ្វើកិច្ចសន្យាទិញលក់ដីបែបទុច្ចរិតខេត្តរតនគិរីលោកតែងវាសនាអាយុ62ឆ្នាំរស់នៅភូមិអូជុំឃុំស្រុកអូជុំខេត្តរតនគិរីបានអះអាងថាគាត់មិនចេះអក្សរបានចាញ់ការលួងលោមរបស់លោកស្រីអ៊ឺស៊ីណាតនិងប្តីជនជាតិអូស្ត្រាលីឈ្មោះ Brett Ball ដែលសន្យាថាទិញដីរបស់គាត់ទាំងអស់ទំហំជាង10ហិកតាតែក្រោយពីធ្វើកិច្ចសន្យាប្រគល់លុយកក់លើដី3ក្បាលនៅខាងមុខសម្រាប់ធ្វើផ្លូវចូលរួចបែរជារកលេសពន្យាពេលមិនព្រមបង់លុយផ្ដាច់ហើយបញ្ជាឲ្យបាក់ពួកទៅកាប់បំផ្លាញដំណាំកៅស៊ូចោលធ្វើខ្លោងទ្វារចេញចូលនិងគប់គិតជាមួយអ្នកជំនាញបង្កើតនយាមការជាឯកតោភាគីរបៀបដូចជាទៅគ្រប់គ្រងដីទាំងកំរោលដោយមិនញញើតច្បាប់លោកថាលោកស្រីអ៊ឺស៊ីណាតនិងប្តីជាជនជាតិបរទេសនោះបាននិយាយលួងលោមបញ្ចុះបញ្ចូលគាត់ដែលមិនចេះអក្សរឲ្យព្រមលក់ដីឲ្យខ្លួនដើម្បីសាងសង់គម្រោងរីសតនៅមាត់បឹងវារីអូជុំដោយសន្យាថាទិញដីរបស់គាត់ទាំងអស់ទោះបីកន្លែងខ្លះតម្លៃខុសគ្នាក៏ដោយគឺថ្លៃគិតតាមថ្លៃថោកគិតតាមថោកហើយក្រោយពីក្រុមហ៊ុនដំណើរការគឺលោកស្រីនឹងផ្ដល់ការងារក្នុងក្រុមហ៊ុននេះឲ្យគាត់ធ្វើថែមទៀតដោយមានការបញ្ចុះបញ្ចូលបែបនេះលោកតែងវាសនាយល់ឃើញថាខ្លួនមានសំណាងបានលក់ដីដាច់ហើយបានធ្វើការងារជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាទៀតនោះគាត់ក៏យល់ព្រមសហការដោយមិនរុញរាគឺព្រមលក់ដីរបស់គាត់ទំហំជាង10ហិកតាឲ្យលោកស្រីអ៊ឺស៊ីណាតក្នុងតម្លៃក្រោមទីផ្សារទៀតផងតាមលោកតែងវាសនាគឺលោកស្រីអ៊ឺស៊ីណាតមិនត្រឹមតែចង់ទិញដីរបស់គាត់ប៉ុណ្ណោះទេដោយតម្រូវឲ្យគាត់ប្រមូលទិញដីពីអ្នកនៅក្បែរនោះឲ្យបានច្រើនថែមទៀតប៉ុន្តែជំហានដំបូងគឺត្រូវទិញដីសម្រាប់ធ្វើផ្លូវចូលជាមុនសិនហើយកិច្ចការនេះលោកស្រីអ៊ឺស៊ីណាតនិងរូបគាត់ក៏បានចុះទៅពិនិត្យនិងសម្រាប់រៀបចំដីចំនួន3ក្បាលរបស់គាត់សម្រាប់ធ្វើផ្លូវចូលរួចហើយដែរក្រោយពីព្រមព្រៀងគ្នាហើយភាគីក្រុមហ៊ុនដែលមានមេធាវីដ៏ល្បីឈ្មោះនិងសម្បូររឿងអាស្រូវម្នាក់នៅខេត្តរតនគិរីបានយកក្រដាស់កិច្ចសន្យាទិញលក់ដែលលោកស្រីអ៊ឺស៊ីណាតបានរៀបចំរួចមកឲ្យគាត់ផ្តិតមេដាយទទួលយកលុយកក់មុនផ្តិតមេដាយទទួលលុយកក់មានបកពួកអ្នកស្រីអ៊ឺស៊ីណាតម្នាក់អានកិច្ចសន្យានេះឲ្យរូបលោកនិងភរិយាស្ដាប់ដែរប៉ុន្តែក្នុងអំឡុងពេលនៃការអង្គុយស្ដាប់ការអានកិច្ចសន្យានោះមិនទាន់ចប់សេចក្តីផងពោលគឺពេលដែលអានជិតដល់ចំណុចទី7ជាចំណុចដែលលោកស្រីអ៊ឺស៊ីណាតត្រូវធ្វើស៊ីបែរជាហៅគាត់យ៉ាងតក់ក្រហល់ឲ្យទៅរាប់លុយកក់និងពិនិត្យក្រដាស់ប្រាក់ថ្មីទើបដកចេញពីធនាគារចំនួន$20,000ធ្វើឲ្យគាត់លែងយកចិត្តទុកដាក់លើខ្លឹមសារនៃកិច្ចសន្យាដែលគេអានឲ្យស្ដាប់នោះតែម្ដងក្រោយពីទទួលលុយកក់រួចរាល់រូបលោកនិងភរិយាក៏បានផ្តិតមេដាយលើកិច្ចសន្យានោះដោយមិនពិចារណាទៀតទេព្រោះគិតថាភាគីទាំងសងខាងមានភាពស្មោះត្រង់នឹងគ្នាមិននឹកស្មានថាស្នាមមេដាយនោះវាបានធ្វើឲ្យគាត់ខាតបង់យ៉ាងធ្ងន់ធ្ងរសូម្បីតែលេខនិយាមការនៅក្នុងប្លង់ដីព្រៀងដែលមាននៅក្នុងឧបសម្ព័ន្ធនៃកិច្ចសន្យានោះក៏មិនដូចតាមទីតាំងដីជាក់ស្ដែងដែលបានព្រមព្រៀងលក់នោះដែរហើយកិច្ចសន្យានោះបានដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងមកលើតែភាគីអ្នកលក់ម្ខាងប៉ុណ្ណោះលោកថាអ្នកស្រីអ៊ឺស៊ីណាតធ្លាប់បានសន្យាថាក្រោយពីផ្តិតមេដាយលើកិច្ចសន្យានេះរួចលោកស្រីនឹងបន្ថែមប្រាក់ឲ្យគាត់ពី$70,000ទៅ$10,000ទៀតដើម្បីយកទៅរត់ការដកប្លង់ផ្ទេរកម្មសិទ្ធិនិងកាត់ឈ្មោះអត់បាយកាត់ប្លង់វាពួកខ្ញុំត្រូវធ្វើអញ្ចឹងបងព្រោះណែខ្ញុំត្រូវតម្លាក់អានេះឲ្យបងឯង$7,000ទៅ$10,000ដើម្បីនេះខ្ញុំត្រូវសិក្សារឿងប្លង់ធនាគារបងឯងត្រូវដកប្លង់អានេះអីទៀតនេះអាធំនៅមុខនេះអញ្ចឹងបានខ្ញុំថាលុយគឺវាធ្លាក់បែបនេះសំខាន់ឲ្យតែនេះសំខាន់ឲ្យតែនេះគឺខ្ញុំមានកិច្ចសន្យាឲ្យតែខ្ញុំមានកិច្ចសន្យាថាការងារខ្ញុំគឺសម្រាប់គេហៅថាការចរចាកិច្ចព្រមព្រៀងខ្ញុំគឺសម្រាប់ខ្ញុំបានហើយអានេះខ្ញុំបានហើយខ្ញុំត្រូវបានអានេះហើយបានខ្ញុំតម្លាក់ឲ្យបងឯងនេះផ្ទុយទៅវិញក្រោយពីកក់លុយរួចលោកស្រីអ៊ឺស៊ីណាតរកលេសកិច្ចវិសរហូតធ្វើឲ្យរូបគាត់មិនបានទទួលប្រាក់ទាំងនោះទេហើយដំណាំកៅស៊ូរបស់លោកក៏ត្រូវបានបងប្រុសលោកស្រីអ៊ឺស៊ីណាតនិងបកពួកនាំគ្នាទៅកាប់បំផ្លាញខ្ទេចខ្ទីអស់ដែរដោយអះអាងថាដីទាំងនោះរូបគាត់បានផ្តិតមេដាយលក់ឲ្យលោកស្រីអ៊ឺស៊ីណាតរួចហើយតែក្រោយពីបានដឹងបានទៅខាត់លែងឲ្យមានការកាប់បំផ្លាញព្រមទាំងពឹងពាក់ឲ្យអ្នកចេះអក្សរជួយផ្ទៀងផ្ទាត់លក្ខខណ្ឌនៃកិច្ចសន្យាទាំងនោះគឺធ្វើឲ្យលោកដាច់ផ្ងាតែម្ដងដោយសារតែនៅចំណុចទី7ជាចំណុចដែលលោកស្រីអ៊ឺស៊ីណាតបានហៅគាត់ឲ្យទៅរាប់លុយលែងបានស្ដាប់ការអាននោះគេបានចែងថាអ្នកលក់ផ្ដល់ឲ្យអ្នកទិញនៅសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់អចលនទ្រព្យចាប់ពីថ្ងៃនេះតទៅលោកថាប្រសិនបើលោកបានស្ដាប់ត្រង់ចំណុចនេះគឺលោកមិនព្រមផ្តិតមេដាយឲ្យនោះទេប្រហែលជាលោកស្រីអ៊ឺស៊ីណាតយកចំណុចនេះធ្វើជាលេសជាឈ្នាន់ហើយទើបគាត់ហ៊ានបំពានបែបនេះ
លោកតែងវាសនាអះអាងថាក្រោយបានលុយកក់$20,000រួចមកលោកស្រីអ៊ឺស៊ីណាតមិនត្រឹមតែបដិសេធមិនព្រមទិញដីផ្នែកខាងក្រោយរបស់គាត់ទាំងអស់ទេសូម្បីតែដី3កន្លែងសម្រាប់ធ្វើផ្លូវចូលដែលបានផ្តិតមេដាយលើកិច្ចសន្យារួចក៏គាត់មិនព្រមបង់លុយផ្ដាច់តាមការសន្យាដែរហើយថែមទាំងបញ្ជាឲ្យបងប្រុសរបស់គាត់និងបពពួកទៅកាប់បំផ្លិចបំផ្លាញដំណាំកៅស៊ូអស់ជាង300ដើមគប់គិតជាមួយអ្នកជំនាញមកបង្កើតនិយមការជាឯកតោភាគីនិងទៅដាក់ខ្លោងទ្វារចេញចូលដីនោះដោយមិនបានប្រាប់ភាគីខាងគាត់ឲ្យបានដឹងថែមទៀតរឿងរ៉ាវដ៏រសើបមួយនេះបានបន្តឡើងកម្ដៅរហូតដល់មានការប្តឹងផ្តល់គ្នាដល់តុលាការសាលាដំបងខេត្តរតនគិរីដោយលោកតែងវាសនាប្តឹងសុំរំលាយកិច្ចសន្យានោះចោលវិញព្រោះលោកយល់ថាកិច្ចសន្យានោះមានលក្ខណៈទុច្ចរិតបោកប្រាស់ប៉ុន្តែខណៈដែលតុលាការមិនទាន់បានចាត់ការអីផងបែរជាលោកស្រីអ៊ឺស៊ីណាតប្តឹងលោកតែងវាសនាវិញពីបទលក់ដីខ្លួនឯងតែកិច្ចវិសមិនព្រមកាត់ប្លង់ឬផ្ទេរកម្មសិទ្ធិបែរជាទៅយកដីគេមកលក់ឲ្យគាត់ទៅវិញការនិយាយគ្នាហ្នឹងគឺគាត់ថាត្រូវទិញដីយើងទាំងអស់ហើយគឺគាត់ឲ្យខ្ញុំទិញដីគេពង្រីកឲ្យបានច្រើនគឺលុយគាត់និយាយមកសិតលុយមហាសាអញ្ចឹងខ្ញុំថាខ្ញុំនៅធ្វើមួយគាត់ទៀតខ្ញុំអត់ទៅណាទេអញ្ចឹងហើយបានព្រមព្រៀងនេះអស់ហើយហ្នឹងបានចាប់ដើមធ្វើឯកសារលុទិញផ្លូវទិញអីហ្នឹងបានព្រមព្រៀងគ្នាហ្នឹងឯកសារកក់លុយហ្នឹងក៏ខ្ញុំមិនធ្វើជាមួយគាត់ទេគឺគាត់ទៅធ្វើខ្លួនឯងរៀបចំខ្លួនឯងទាំងអស់ហើយបានហៅខ្ញុំទៅប្រាប់មេដៃហ្នឹងក៏អត់មានធ្វើជាមួយគ្នាអីរកអាញាធររកអីណាសម្រាប់ការព្រមព្រៀងនឹងនិយាយមុខទាំងអស់គ្នាអត់មានទេគឺគាត់និយាយចរចាទិញទៅដីព្រមទិញទាំងអស់ហើយគាត់ទៅធ្វើឯកសារខ្លួនគាត់កក់លុយ70000ទៅ100000ហ្នឹងអាហ្នឹងឯងបានខ្ញុំព្រមប្រាប់មេដៃព្រមធ្វើកិច្ចសន្យាបើកផ្លូវគាត់ដំបងទៅ10ម៉ែត្រក្រោយមកគាត់ចង់មក20យើងតាមចិត្តគាត់ទៀតឲ្យទៀត20ទៀតឲ្យធ្វើម៉េចឲ្យគាត់មកកក់លុយយើង70000ទៅ100000មកយើងយកមកដោះស្រាយឬមួយយកដកប្លង់ដោយពីធនាគារអញ្ចឹងហើយដើម្បីរត់ប្លង់ឲ្យអស់ឲ្យគាត់ហ្មងដល់ពេលបានតែត្រឹមប្រេមដៃផ្លូវហ្នឹងហើយនឹងកក់ដីពីរប្លង់ហ្នឹងគឺគាត់ចាប់ដើមពជាខ្ញុំមិនដោយពជាតតែខ្វះតែ2ថ្ងៃទៀតដាច់ខែគ្រប់3ខែគាត់ទៅកាប់ផ្លេចផ្លាញ់កស៊ូខ្ញុំហ្នឹងផ្លេចផ្លាញ់ផ្លូវហ្នឹងដល់ពេលខ្ញុំខាត់ពួកគាត់ទៅបានឲ្យខាងប៉ូលីសខាងអីទៅនាំខ្លួនគាត់មកសួរនឹងដល់គាត់មកបានថាការទៅជាមួយព្រះអាជ្ញាបទបញ្ជាឲ្យចាប់បានចាប់គាត់មកហ្នឹងចាប់មកហើយបានគាត់យកឯកសារទៅដាក់ជាមួយតុលាការបានតុលាការគេឲ្យបលែងសិនតឥឡូវហ្នឹងដល់ពេលក្រោយមកលោកស្រីសេណាតហ្នឹងគាត់ប្រឹងខ្ញុំវិញប្រឹងខ្ញុំថាខ្ញុំហ្នឹងលក់ដីឲ្យគាត់កិច្ចវេះអត់កាត់ប្លង់ឲ្យគាត់ហើយទៅយកដីគេមកលក់ឲ្យគាត់ណែវិញចេះវិញទៅប្រឹងខ្ញុំចោតខ្ញុំយ៉ាងវិញបានជាតឡាការគេហៅខ្ញុំទៅសួរគាត់ទៅប្រភ្លឺនឹង 4-5 សារទៅហើយប្រភ្លឺនឹង 4-5 សារហើយខុសខ្ញុំខុសតប្រដិតម្ដាយគេទេប៉ុន្តែប្រដិតម្ដាយគេហ្នឹងក៏ប្រដិតខ្ញុំអត់មានតនប្រគល់ប្លង់គេទេគាត់ប្រដិតម្ដាយកក់លុយទេប៉ុន្តែគាត់ថាខ្ញុំវាអត់ចេះមើលអក្សរដល់ពេលក្រោយមកព្រះញ្ញាគាត់ចុះមកវាស់កន្លែងដែលកាប់លេខផ្លាញហ្នឹងដែលចុះមកវាស់ហ្នឹងអត់ប្រក់ក្តីទេគេហាមឃាត់ខ្ញុំឲ្យតម្លាក់ព័ត៌មានចោលអស់គេដោះស្រាយឲ្យដល់ពេលដោះស្រាយមិនប្រក់ក្តីទៀតហៅខ្ញុំទៅខ្ញុំអត់ព្រមចរចាលក់ធ្វើមកដីប៉ុណ្ណឹងទេបានគេហៅខ្ញុំទៅទៀតហៅទៅទំនួលត្រឹមតែដីពីរប្លង់ហើយនឹងដីផ្លូវកាប់ផ្លេចផ្លាញហ្នឹងសុំទិញផ្ដាច់ខ្ញុំអត់ព្រមហើយបើទិញផ្ដាច់ហ្នឹងខ្ញុំមានផ្លូវណាដើរឥឡូវនេះគេអត់ទាន់ហៅខ្ញុំទៀតទេឥឡូវខ្ញុំនិយាយថាឥឡូវផ្លូវហ្នឹងដើរទាំងអស់គ្នាលុយខ្ញុំឲ្យវិញឥឡូវខ្ញុំព្រមតែហ្នឹងឥឡូវគាត់សុំខ្ញុំ6ថ្ងៃឥឡូវអត់ទាន់ដល់បានគ្រប់6ថ្ងៃទេតិចទៀតហៅខ្ញុំទៅចរចាទៀតហើយប៉ុន្តែខ្ញុំវាមិនអស់ចិត្តខ្ញុំនៅថារឿងដែលកាប់ផ្លេចផ្លាញរបស់ខ្ញុំក៏អត់មានចាប់រឿងលោបធ្វើយាមកាមដីខ្ញុំខូខិតគ្នាជាមួយសូយកដីក៏អត់មានចំណាត់ការជាមួយសេណាតនឹងនៅតែហៅខ្ញុំសម្រួលបើសម្រួលទិញដីខ្ញុំទាំងអស់អាហ្នឹងគ្មានអីបាក់ឯងលឿនមកបើការនិយាយនេះព្រមព្រៀងទិញទាំងអស់ខ្ញុំរត់ប្លង់ឲ្យគាត់ខ្ញុំដើរចេញខ្ញុំអត់មាននៅវគ្គវិនក្នុងដីនឹងទៀតគាត់ចង់ធ្វើមិនធ្វើទៅប៉ុន្តែការចរចាធ្វើបាបខ្ញុំនៅតែបិទផ្លូវខ្ញុំដែរអត់ព្រមទិញដីខ្ញុំទាំងអស់ហ្នឹងខ្ញុំមិនព្រមលោកបានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថាលោកស្រីអ៊ឺស៊ីណាតនេះគឺជាមនុស្សខ្សែលើបំផុតឲ្យតែទិញដីគេហើយគឺតែងតែបង្កចំនួនមិនចេះចប់គាត់គ្មានគុណធម៌គ្មានការសណ្ដោសប្រណីចំពោះអ្នកល្ងិតល្ងង់ក្រីក្រទុនខ្សោយឡើយអ្នកស្រីសេណាតហ្នឹងគាត់យកបូនហ្នឹងបរទេសអញ្ចឹងបូនហ្នឹងគាត់ពីមុនអតីតគាត់យកតាមួយនៅវឿនសៃហ្នឹងធ្វើពុកធွာទៅបានទិញផ្ទះទិញអីពុកធွာហ្នឹងដល់ពេលរឿងដែលជាពាក់លុយគាត់
គាត់រងចាំលុយនឹងមកយូរពេកអញ្ចឹងគាត់រើអវ៉ៃអវ៉ាន់ហ្នឹងចេញពីផ្ទះហ្នឹងអវ៉ៃអវ៉ាន់របស់គាត់លក់តែផ្ទះលក់តែអីទេនៅតុកអីក្រែហ្នឹងប្រហែលជារបស់គាត់អញ្ចឹងគាត់ដល់ពេលអញ្ចឹងចៅសណាហ្នឹងប្តឹងថាគាត់ហ្នឹងលួចរបស់របរលក់ឲ្យគាត់អីទៅលួចយករបស់គាត់ប្តឹងឲ្យ PM ទៅចាប់គាត់មកតុលាការដល់វាចាប់មកគេសាតុលាការសួរទៅបានគេបកស្រាយមូលហេតុទៅបានគេប្រឡែងគាត់ទៅវិញទៅនិយាយទៅគាត់បកគោលអាណៈគ្រប់តែគ្នាទាំងអស់ហ្នឹងឲ្យតែទិញដីពីណាមានរឿងកក់លួចដីគេធ្វើបាបគេដូចខ្ញុំអញ្ចឹងប្តឹងគ្នាមិនតាន់រួចផងនៅតឥឡូវមុនខ្ញុំទៀតនៅតឥឡូវមិនតាន់រួចបាទរឿងរហូតគ្រប់និយាយទៅមួយខែនេះគាត់រឿងរហូតមកពេញតឡាការទៅរឿងគាត់ប្តឹងគេគ្រប់តែគ្នាធ្វើបាបគេគ្រប់គ្នាទាំងអស់ ប្រពន្ធខ្លះបានលួចបង្ហើបថាប្រសិនបើដឹងថាលោកតែមវាសនាលក់ដីឲ្យក្រុមហ៊ុនរបស់លោកស្រីអ៊ឺស៊ីណាតនោះប្រហែលជាពួកគាត់ហាមឃាត់មិនឲ្យលក់ជូនទេព្រោះខ្លាចមានរឿងដូចអ្នកមុនពាក់ព័ន្ធនឹងករណីនេះលោកស្រីអ៊ឺស៊ីណាតបានប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះថាការងារនេះគាត់ធ្លាប់បានបកស្រាយតាមសារព័ត៌មានមួយចំនួនរួចហើយពេលនេះគាត់កំពុងធ្វើការតាមផ្លូវច្បាប់គាត់គ្មានពេលឆ្លើយបំភ្លឺជាមួយទៀតទេចង់សិក្សាធ្វើបែបណាក៏ធ្វើតាមចិត្តចុះ Hello លោកបាទជំរាបសួរអ្នកស្រីអ៊ឺស៊ីណាតមែនទេ ចាបងចាខ្ញុំស៊ីណា បាទ ការងារនេះខ្ញុំធ្វើការតាមផ្លូវច្បាប់បងខ្ញុំធ្វើការជាមួយនឹងគាត់តាមផ្លូវច្បាប់ខ្ញុំបងខ្ញុំអត់មានពេលនៅក្នុងការតបតរឿងអញ្ចឹងទេបងបាទខាត់ពេលខាត់វេលាបងហើយក៏ដូចជាការបកស្រាយរបស់ខ្ញុំដែលខ្ញុំធ្លាប់បានបំភ្លឺជាមួយនឹងករណីសារព័ត៌មានដែលគាត់ចុះពីខ្ញុំក៏ធ្លាប់មានការបកស្រាយហើយដែរបងអញ្ចឹងខ្ញុំអធិស្ឋានបងខ្ញុំសូមអត់មានការបកស្រាយជាមួយបងទេបងខ្ញុំសូមជម្រាបបងតែប៉ុណ្្នឹងបងអាចសិក្សាអាចធ្វើនៅអ្វីដែលបងចង់ធ្វើបងធ្វើបែបណាក៏បងអញ្ចឹងទៅចុះបងតែខ្ញុំសូមមិនបកស្រាយខ្ញុំសូមមិនធ្វើការតបតអញ្ចឹងមួយចុះពីអីជំរាបលាបងបាទអរគុណដោយឡែកលោកហេងវាសនាប្រធានការិយាល័យសូរិយោដីស្រុកអូជុំនៅរសៀលថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះបានប្រាប់អង្គភាពយើងថាដីទីតាំងនោះមានប្លង់រឹងរួចហើយតែពេលមានការប្តឹងផ្តល់គ្នាគេបញ្ជូនទៅតុលាការគឺផុតពីដៃលោកហើយលោកមិនដឹងរឿងនេះទេលោកបានវាសួរលោកស្នាមប្រធានភូមិបាលស្រុកអូជុំទេបាទហ្នឹងហើយខ្ញុំជួបហេងវាសនាពាក់ព័ន្ធទីតាំងដីហ្នឹងមានបានហើយបងហើយដល់ពេលអញ្ចឹងទិញលក់ដីហ្នឹងគាត់ធ្វើកិច្ចសន្យាជាមួយគាត់មួយមេធាវីគាត់អញ្ចឹងឬក៏ជាមួយគ្នាគាត់ហើយគាត់ពឹងពាក់ទៅអ្នកណាខ្ញុំក៏ដឹងដែរអញ្ចឹងករណីហ្នឹងបន្តិចគាត់ធ្លាប់ចុះទៅពិនិត្យពីវិសាព្រោះខាងតុលាការគេឲ្យទៅធ្វើការបង្ហាញណាខ្ញុំអត់ដឹងរឿងហ្នឹងផងបងដោយសារគាត់មានបញ្ហាគាត់ប្រឹងប្រែងគ្នាគេបញ្ជូនទៅតុលាការវាផុតដៃពួកខ្ញុំអញ្ចឹងបងអរគុណបាទចំណែកមន្ត្រីសូរិយោដីឈ្មោះថនដែលបានចុះទៅវាស់វែងកំណត់និយមការជាមួយលោកស្រីអ៊ឺស៊ីណាតនោះអង្គភាពយើងមិនអាចសុំការបំភ្លឺបានទេដោយនៅរសៀលថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះទូរស័ព្ទលើកទី1និយាយស្ដាប់គ្នាមិនបានទេលុះពេលហៅទៅលើកក្រោយទៀតលោកមិនលើកឡើយងាកមកមើលមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានវិញក៏មិនទាន់ឃើញមានវិធានការបែបណាចំពោះក្រុមបកពួករបស់លោកស្រីអ៊ឺស៊ីណាតដែលបានទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនដោយចេតនានៅឡើយនោះដែរទោះជាយ៉ាងណាលោកតែមវាសនាបានទទូចស្នើសុំដល់អ្នកច្បាប់អ្នកស្រឡាញ់យុត្តិធម៌ក៏ដូចជាថ្នាក់ដឹកនាំនិងអ្នកមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយរកយុត្តិធម៌ជូនលោកផងលោកថាទោះបីលោកស្រីអ៊ឺស៊ីណាតមិនទិញដីរបស់គាត់ទាំងអស់ក៏ដោយតែសុំតែលោកស្រីនិងប្តីជាជនបរទេសនោះគោរពនិងអនុវត្តតាមកិច្ចសន្យាដែលបានធ្វើរួចនិងធ្វើតាមអ្វីដែលជាការព្រមព្រៀងគ្នាពីដើមមកដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះឲ្យបានឆាប់យ៉ាងណាក៏ដោយមុនពេលចេញផ្សាយព័ត៌មាននេះអង្គភាពយើងសុទ្ធតែបានតាក់ទងសុំការបំភ្លឺពីភាគីទាំងសងខាងរួចរាល់ហើយដូច្នេះក្រោយពីការចេញផ្សាយទៅប្រសិនបើមានភាគីណាមួយនៅមិនអស់ចិត្តអង្គភាពយើងខ្ញុំនឹងទុកវេទិការរងចាំឲ្យភាគីនោះចូលមកបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ